បើសិនបងប្អូនមានបញ្ហាដូចរូបនៅខាងលើហ្នឹងណាគឺបងប្អូនត្រូវតែបញ្ញាប់ព្យាបាលពីព្រោះហ្នឹងគឺជាប្រភេទជំងឺសេមាន់ហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានអាការៈដូចនៅលើរូបហ្នឹងឬក៏បងស្ត្រីណាដែលគាត់មានធ្លាក់សហើយនឹងធំក្លិនឬក៏បងបុរសណាដែលគាត់មានដោះសាច់លើប្រដាប់ពេទ្យបងស្ត្រីដែលមានដោះសាច់លើប្រដាប់ពេទ្យហ្នឹងហើយលក្ខណៈកញ្ចុំឬក៏កញ្ញំដែលមានរូបរាងដូចផ្កាកណ្ណាឬក៏ផ្កាសេមាន់ណាហើយសម្រាប់បងប្អូនខ្លះទៀតគាត់អត់ដឹងទេគាត់ស្មានថាដុំសាច់ឬដុំបាតហើយទៅពេលអញ្ចឹងគាត់ចេះទុកយូរបណ្ដោយអត់ទៅយូរទៅវារីកកាន់តែធំរីកកាន់តែច្រើនណាអាហ្នឹងគឺជាប្រភេទជំងឺសេមាន់ហើយសម្រាប់បងប្អូនខ្លះទៀតដែលគាត់ទៅដុតហើយនៅពេទ្យហើយនៅតែព្យាបាលអត់ជាវានៅតែដោះដុតប្រហែលដងហើយក៏នៅតែដោះព្យាបាលអត់ជាគឺយើងអាចប្រើថ្នាំខ្ញុំបានហើយសម្រាប់បងប្អូនខ្លះទៀតគាត់ប្រើថ្នាំលេបហើយប្រើថ្នាំខ្មែរហើយក៏នៅតែអត់បាត់ទៀតគឺអាចមកសាកថ្នាំលេបខ្ញុំបានចំពោះប្រសិទ្ធភាពគឺ 100% ទៅលើដុំសាច់សេមាន់សំខាន់ចំពោះថ្នាំខាងខ្ញុំគឺមានប្រភេទជាឈុតសម្រាប់ព្យាបាលគឺយើងទិញតែមួយឈុតគឺយើងព្យាបាលមួយជាដាច់ 100% សម្រាប់ដុំសាច់តូចៗអីយើងព្យាបាលចន្លោះពី1អាទិត្យទៅ2អាទិត្យទេសម្រាប់ដុំសាច់ប៉ិនចុងចង្កឹះប៉ិនចង្កឹះអីយើងព្យាបាលចាប់ពី2អាទិត្យទៅ4អាទិត្យហើយសម្រាប់ដុំសាច់ប៉ិនកូនដៃប៉ិនមេដៃមេជើងអីយើងព្យាបាលដុំសាច់ហ្នឹងគឺរយៈពេលពី2ទៅ3ខែហើយចំពោះថ្នាំគឺយើងមានឈុតទៅតាមហ្នឹងហើយយើងព្យាបាលទៅតាមទំហំដុំសាច់អញ្ចឹងគ្រាន់តែបងប្អូនអាចប្រាប់ពីសភាពដុំសាច់ថាវាដោះប៉ុណ្ណាអីប៉ុណ្ណាមានប្រមាណដុំអាហ្នឹងគឺប្រាប់មកខ្ញុំមកគឺខ្ញុំអាចណែនាំសម្រាប់ឈុតព្យាបាលជំងឺសេមាន់ហ្នឹងបានពីព្រោះថ្នាំរបស់យើងគឺមានជាឈុតណាបាទឈុតរបស់យើងហ្នឹងគឺព្យាបាលជាដាច់ 100% ពីព្រោះបទពិសោធន៍ខ្ញុំគឺជិត10ឆ្នាំទៅលើប្រភេទដុំសាច់សេមាន់អញ្ចឹងខ្ញុំគ្រាន់តែពិនិត្យលើដុំសាច់ហ្នឹងគឺខ្ញុំអាចណែនាំថ្នាំព្យាបាលហើយចំពោះថ្នាំគឺយើងលាបជាដាច់ 100% ហើយគឺអត់ដោះមកវិញទេហើយចំពោះថ្នាំហ្នឹងគឺយើងព្យាបាលនៅផ្ទះខ្លួនឯងបានយើងអត់ពិបាកទេគឺងាយស្រួលប្រើប្រាស់ហើយយើងប្រើមួយថ្ងៃទៅ2ដងទេព្រឹកនិងយប់ពេលងូតទឹកហើយចំពោះថ្នាំពេលបងប្អូនទទួលបានគឺមានกระดาษណែនាំនៅក្នុងហ្នឹងគឺกระดาษណែនាំហ្នឹងបញ្ជាក់ពីការប្រើប្រាស់វិធីអនាម័យវិធីការពារនិងចំណេះដែលត្រូវតមអញ្ចឹងបងប្អូនខ្លះទៀតតែគាត់អត់ទាន់បានប្រើសាកប្រាថ្នាខ្ញុំទេគឺអាចសាកល្បងបានគឺប្រសិទ្ធភាពគឺឲ្យអ៊ុយតែម្ដងបាទសម្រាប់ថ្នាំរបស់ខ្ញុំហ្នឹងគឺប្រសិទ្ធភាពពូកែមែនតើសម្រាប់ថ្នាំរបស់ខ្ញុំហើយបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានតាមលេខទូរស័ព្ទនៅលើអេក្រង់ហ្នឹងហើយចំពោះលេខប្រឹក្សាយោបល់អីបងប្អូនអាចឆាតទៅតាមលេខហ្នឹងបានហើយបងប្អូនទាំងអស់គ្នាដែលគាត់មាន Telegram អីគឺអាចឆែកគឺអាច save លេខរបស់ខ្ញុំទៅហើយឆាតមកខ្ញុំសួរប្រឹក្សាយោបល់ក៏បានហើយអាចថតរូបពីសុភាពជំងឺហ្នឹងថតឲ្យខ្ញុំពិនិត្យមើលទៅងាយស្រួលខ្ញុំនិយាយពីសុភាពជំងឺបងប្អូនបន្ថែមហើយនឹងណែនាំថ្នាំជូនព្យាបាលអញ្ចឹងណាហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាទាំងអស់ហ្នឹងគឺអាចទំនាក់ទំនងមកខ្ញុំបានហើយបងប្អូនណាដែលគាត់បានជាច្រើនតាំងពីហើយមកហើយគឺច្រើនមែនតើពីព្រោះបងប្អូនដែលគាត់ធ្លាប់ប្រើខ្ញុំថ្នាំខ្ញុំតាំងពីប្រហែលឆ្នាំមុនដល់ឥឡូវគឺគាត់ជាដាច់ហើយខ្ញុំមិនដែលមានណាដល់មកវិញទេចំពោះប្រសិទ្ធភាពវាគឺប្រកែមែនតើគឺអាចព្យាបាលជាដាច់ 100% បានអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាកុំភ្លេចគឺអាចប្រើថ្នាំរបស់ខ្ញុំបានគឺប្រើតែមួយឈុតព្យាបាលមួយជួយដាច់ 100% បានអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតទៅតាមលេខ Telegram នឹងបានហើយសូមអរគុណច្រើនសម្រាប់អ្នកដែលគាំទ្រពីផលិតផលខ្ញុំតាំងពីដំបូងរហូតដល់ឥឡូវនេះគឺវាជិត10ឆ្នាំហើយអរគុណច្រើនអញ្ចឹងបងប្អូនមានបញ្ហាកុំភ្លេចតទៅមកខ្ញុំបានអរគុណ